នៅទីក្រុងហុងកុងមានសាលារៀនមួយដែលគេបោះបង់ចោលជាង20ឆ្នាំដោយសារតែមានការពាក់ព័ន្ធអំពីការលងបន្លាចរបស់ខ្មោចស្រីស្លៀករ៉ូបពណ៌ក្រហមសាលារៀនតាតាដែលមានពាក្យចចាមរាមតគ្នាថាស្ត្រីដែលស្លៀករ៉ូបពណ៌ក្រហមម្នាក់នោះគេបានស្គាល់គាត់ថាគឺជាអតីតគ្រូបង្រៀនឬនាយិកាសាលាមានថ្ងៃមួយនារីម្នាក់នោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបង្គន់ខាងសិស្សនារីបន្ទាប់ពីមានហេតុការណ៍នោះមកសាលារៀនចាប់ផ្ដើមមានរឿងចម្លែកជាច្រើនដូចជាគេបានឮសំឡេងមនុស្សស្រីស្រែកយំចេញអំពីបន្ទប់ទឹកនៃសាលារៀនពេលខ្លះទៀតនៅក្នុងម៉ោងសិក្សាគេបានឃើញស្រមោលនារីស្លៀករ៉ូបពណ៌ក្រហមនៅតាមបង្អួចថ្នាក់ហើយអ្វីដែលធ្វើឲ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅទីនោះខ្លាចបំផុតនោះគឺពេលនៅក្នុងម៉ោងសិក្សាជាធម្មតាសិស្សានុសិស្សកំពុងអង្គុយរៀនសុកពួកគេឧស្សាហ៍ឃើញមាននារីម្នាក់ស្លៀករ៉ូបពណ៌ក្រហមហក់ពីលើជាន់ទី3នៃអគារសាលាមកខាងក្រោមប៉ុន្តែពួកគេមិនដែលបានឃើញឬរកឃើញស្លាកស្នាមឬសាកសពរបស់នារីនោះនៅខាងក្រោមឡើយហេតុការណ៍ដ៏រន្ធត់ជាច្រើននេះទើបធ្វើឲ្យសាលាសម្រេចចិត្តបិទឈប់ឲ្យប្រើប្រាស់ពីពេលនោះមកសពថ្ងៃនេះសាលារៀនតាតាដែលគេបានបោះបង់ចោលនោះបានជាប់ឈ្មោះជា Horror Legend ដ៏ល្បីមួយនៅទីក្រុងហុងកុងដោយមាន YouTuber ឬ Ghost Hunter ជាច្រើនបានទៅថតធ្វើ content នៅទីនោះមានសំណួរជាច្រើនសួរថាតើនារីដែលពាក់រ៉ូបពណ៌ក្រហមនោះហេតុអ្វីបានជាគាត់ត្រូវសម្លាប់ខ្លួននៅក្នុងសាលារៀនតើមានអាចកំបាំងអ្វីនៅពីក្រោយអំពើឃាតកម្មរបស់នារីពាក់រ៉ូបពណ៌ក្រហមនោះ